ថ្ងៃនេះយើងនឹងមកបន្តសាច់រឿងរបស់យើងបន្តទៀតរំលឹកការពិភាក្សាមុនគូយ៉ាងឈុនបានបញ្ចេញថាមពលអណ្ដាតភ្លើងចេញមកយ៉ាងសន្ធោសន្ធៅបន្ទាប់មកគូយ៉ាងឈុនបានគិតនៅក្នុងចិត្តបន្តថាខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាខ្ញុំមិនអាចបញ្ចេញថាមពលអណ្ដាតភ្លើងឲ្យខ្លាំងដូចជាបងស្រីរបស់ខ្ញុំបាននោះទេចំណែកឯយ៉ុងហ្វុងវិញចាប់ផ្ដើមមានអារម្មណ៍ភ័យបន្តិចព្រោះដឹងពីចំហាយថាមពលដែលគូយ៉ាងឈុនបានបញ្ចេញមកនោះពេលនោះគូយ៉ាងឈុនបានសួរយ៉ុងហ្វុងថាហេតុអីបានជាឯងធ្វើទឹកមុខបែបហ្នឹងតើឯងគ្មានអារម្មណ៍ខ្លាចខ្ញុំបន្តិចទេអីប៉ុន្តែយ៉ុងហ្វុងមិនបានឆ្លើយនឹងសំណួររបស់គូយ៉ាងឈុននោះទេបន្ទាប់មកគូយ៉ាងឈុនបានសួរបញ្ជាក់យ៉ុងហ្វុងម្ដងទៀតថាឯងពិតជាមិនខ្លាចខ្ញុំមែនទេអីពេលនោះយ៉ុងហ្វុងបានឆ្លើយបន្លប់ភាពភ័យខ្លាចរបស់ខ្លួនថាខ្លាចមែនទេខ្ញុំមើលទៅលោកគ្មានអ្វីគួរឲ្យខ្លាចបន្តិចសោះបន្ទាប់ពីនិយាយចប់មិនបង្អង់យូរយ៉ុងហ្វុងបានស្ទុះយ៉ាងលឿនដកដាវមករកគូយ៉ាងឈុនដែលពោរពេញទៅដោយថាមពលអូរ៉ាយ៉ាងច្រើនចំណែកឯគូយ៉ាងឈុនវិញឈរស្ងៀមគ្មានអារម្មណ៍ភ័យខ្លាចជាមួយនឹងយ៉ុងហ្វុងនោះទេរាងកាយរបស់គូយ៉ាងឈុនលោមព័ទ្ធទៅដោយថាមពលអណ្ដាតភ្លើងយ៉ាងក្តៅកគុកពេលនោះយ៉ុងហ្វុងទាញដាវដែលពោរពេញទៅដោយថាមពលអូរ៉ាកាប់សម្ដៅមករកគូយ៉ាងឈុនភ្លាមប៉ុន្តែយើងមកមើលទឹកមុខរបស់គូយ៉ាងឈុនវិញហាក់ដូចជាគ្មានអារម្មណ៍ភ័យខ្លាចបន្តិចសោះពេលនោះគូយ៉ាងឈុនបានលាដៃបន្តិចរួចក៏ដាល់យ៉ុងហ្វុងចូលកណ្ដាលពោះមួយដៃនេះដំបូងឡើយវាហាក់ដូចជាធម្មតាប៉ុន្តែមួយសន្ទុះក្រោយមកក៏ខ្ទាតចេញនៅថាមពលអូរ៉ាយ៉ាងច្រើនធ្វើឲ្យយ៉ុងហ្វុងប៉ើងខ្ទាតទៅយ៉ាងឆ្ងាយដែលធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងជាពិសេសប្រធានក្រុមមកពីនិកាយភ្នំហូសាននិងលោកតាមូនយើងក្រឡេកមកមើលយ៉ុងហ្វុងវិញត្រឹមតែមួយដៃប៉ុណ្ណោះបានលុតជង្គង់នៅពីមុខគូយ៉ាងឈុនបាត់ទៅហើយពេលនោះយ៉ុងហ្វុងបាននិយាយឡើងថាខ្ញុំចាញ់ហើយធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងស្រាប់តែពេលនោះប៊ីអាបានដើរមករកគូយ៉ាងឈុនភ្លាមនោះនាងក៏បានដកដាវចេញមកហើយនិយាយឡើងថាតោះប្រកួតគ្នាជាមួយខ្ញុំម្ដងពេលនោះគូយ៉ាងឈុនបានភ្ញាក់ផ្អើលយ៉ាងខ្លាំងរួចក៏និយាយទៅកាន់ប៊ីអាវិញថាតើនាងឈ្មោះហើយមែនទេនាងមិនឃើញទេអីខ្ញុំទើបតែវេគ្នាហត់ចង្អត់ទៅហើយពេលនោះប៊ីអាបានធ្វើទឹកមុខហាក់ដូចជាអន់ចិត្តនឹងគូយ៉ាងឈុនធ្វើឲ្យគូយ៉ាងឈុនភ័យនឹងនាងបន្តិចដែរគូយ៉ាងឈុនក៏បានងាកទៅសួរព្រឹទ្ធាចារ្យសៀនឈុលថាតាចាស់តើលោកគិតថានាងខឹងនឹងខ្ញុំដែរឬទេដែលខ្ញុំមិនព្រមទទួលសំណើប្រយុទ្ធគ្នាជាមួយនឹងនាងព្រឹទ្ធាចារ្យសៀនឈុលក៏បានតបទៅគូយ៉ាងឈុនវិញថាយើងមើលទៅនាងហាក់ដូចជាមិនបានខឹងឯងឡើយគ្រាន់តែនាងអន់ចិត្តនឹងឯងនិយាយអំបញ្ញនឹងព្រឹទ្ធាចារ្យសៀនឈុលក៏បាននិយាយបន្ថែមទៅកាន់គូយ៉ាងឈុនថាបើឯងហ៊ានតែដើរចោលនាងទាំងស្ថានភាពបែបហ្នឹងរឿងវានឹងរឹតតែរញ៉េរញ៉ៃហើយបង្កបញ្ហាធំជាងនឹងបន្ថែមទៀតពេលនោះគូយ៉ាងឈុនបាននិយាយលួងណាមកងប៊ីអាថាតើខ្ញុំគួរធ្វើម៉េចទៅថ្ងៃនេះវាយប់ណាស់ទៅហើយចាំលើកក្រោយទៅតើល្អដែរឬទេចាំពួកយើងធ្វើការប្រកួតគ្នាសាកល្បងពេលនោះណាមកងប៊ីអាបានដើរមករកគូយ៉ាងឈុនហើយនិយាយឡើងថានេះលោកជាអ្នកសន្យាហើយណាអញ្ចឹងចាំលើកក្រោយចាំពួកយើងធ្វើការប្រកួតគ្នាសាច់រឿងបានកាត់មកគូយ៉ាងឈុនជាមួយនឹងព្រឹទ្ធាចារ្យសៀនឈុលពេលនោះគូយ៉ាងឈុនកំពុងតែប្រមូលផ្ដុំថាមពលអណ្ដាតភ្លើងដែលមាននៅក្នុងខ្លួនគូយ៉ាងឈុនក៏មានអារម្មណ៍ដឹងថាថាមពលរបស់ខ្លួនមានការកើនឡើងយ៉ាងខ្លាំងសូម្បីតែព្រឹទ្ធាចារ្យសៀនឈុលក៏គាត់បាននិយាយឡើងថាយើងមើលទៅឯងឥឡូវនេះដូចជាបិសាចអញ្ចឹងព្រឹទ្ធាចារ្យសៀនឈុលគាត់ក៏បានសួរគូយ៉ាងឈុនបន្តថានេះឯងចាប់ផ្ដើមចេះប្រើប្រាស់ស្នូលថាមពលកណ្ដាលរបស់ឯងបាត់ទៅហើយមែនទេហើយតើឯងជាកូនចៅរបស់សត្វចម្លែកមកពីណាហ្នឹងនៅវ័យក្មេងសោះតែបើចាយប្រើស្នូលថាមពលចំណុចកណ្ដាលបានគូយ៉ាងឈុនបានតបទៅព្រឹទ្ធាចារ្យសៀនឈុលវិញថាតាចាស់នេះខ្ញុំគ្រាន់តែសាកល្បងវាលេងបន្តិចបន្តួចប៉ុណ្ណោះតាចាស់ឯងកុំធ្វើវាជារឿងធំដុំពេកទៅមើលព្រឹទ្ធាចារ្យសៀនឈុលក៏បានតបទៅគូយ៉ាងឈុនវិញថាយើងសូមប្រមានឯងឲ្យហើយការដែលឯងអាចប្រើប្រាស់ស្នូលថាមពលកណ្ដាលបានទាំងវ័យក្មេងបែបនេះវាពិតជាមានទេពកោសល្យដ៏អស្ចារ្យដែលមិនគួរឲ្យជឿពិតមែនប៉ុន្តែឯងក៏ព្យាយាមធ្វើអ្វីដែលហួសហេតុពីកម្រិតនឹងឲ្យសោះឬដែរឬទេព្រោះបើឯងហ៊ានតែបើកស្នូលថាមពលកណ្ដាលនោះទាំងស្រុងរបស់ចង្រៃដែលមាននៅក្នុងខ្លួនឯង
វានឹងផ្ទុះឡើងហើយថាមពលចង្រៃនោះក៏អាចគ្រប់គ្រងរាងកាយរបស់ឯងឲ្យឆ្កួតឡប់មិនខានខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិចតាមពិតទៅនៅក្នុងខ្លួនគូយ៉ាងឈុនមានថាមពលចំនួន2ដែលស្នូលទី1គឺជាអណ្ដាតភ្លើងដែលគូយ៉ាងឈុនទទួលបានពីគ្រួសារត្រកូលគូរបស់ខ្លួននិងស្នូលថាមពលទី2គឺជាស្នូលថាមពលបិសាចដែលថាមពលនោះវាអាចស្រូបយកអ្វីៗបានទាំងអស់និងនាំបញ្ហាយ៉ាងច្រើនដល់គូយ៉ាងឈុនយើងត្រឡប់មកសាច់រឿងយើងបន្តវិញពេលនោះគូយ៉ាងឈុនបានសួរព្រះរាជាស៊ីនឈុលថាចឹងមានន័យថាប្រសិនបើខ្ញុំហ៊ានតែបញ្ចេញថាមពលខាងក្នុងខ្លួនរបស់ខ្ញុំចេញមកតើរបស់នោះវានឹងអាចគ្រប់គ្រងរាងកាយរបស់ខ្ញុំទាំងមូលបានតើមែនដែរឬទេពេលនោះព្រឹទ្ធាចារ្យស៊ីនឈុលក៏បានឆ្លើយទៅវិញថាត្រូវហើយឲ្យតែឯងហ៊ានតែបញ្ចេញថាមពលកាន់តែច្រើនថាមពលរបស់បិសាចដែលមាននៅក្នុងខ្លួនឯងនឹងរត់ពេញខ្លួនហើយឆ្កួតឡប់លែងជាមិនខានព្រឹទ្ធាចារ្យស៊ីនឈុលក៏បានដាស់តឿនគូយ៉ាងឈុនបន្តថាឯងចងចាំសម្ដីយើងឲ្យច្បាស់ដើម្បីសុវត្ថិភាពរបស់ឯងគឺត្រូវតែបញ្ចេញអណ្ដាតភ្លើងចេញពីរាងកាយនិងយកភ្លើងមកក្រសោបនឹងដៃទាំងពីររបស់ឯងតែប៉ុណ្ណោះបើឯងហ៊ានតែប្រើក្បាច់ណាដែលហួសពីកម្រិតនៃការបញ្ចេញភ្លើងនោះថាមពលបិសាចដែលមាននៅក្នុងខ្លួនឯងនឹងបញ្ចេញមកហើយក៏គ្មានអ្នកណាអាចទប់ជាប់បានទៀតនោះទេពេលនោះគូយ៉ាងឈុនក៏បានងើបឈរឡើងហើយនិយាយថាវានៅមិនទាន់គ្រប់គ្រាន់ឡើយព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ណាស់ថាខ្ញុំមិនអាចបញ្ចេញថាមពលអស់ពីសមត្ថភាពរបស់ខ្ញុំនោះទេបន្តិចក្រោយមកស្រាប់តែយ៉ុងផុងក៏បានដើរចូលមករកគូយ៉ាងឈុនយ៉ុងផុងក៏បានសួរគូយ៉ាងឈុនថាតើលោកមិនទាន់ពេញចិត្តមែនទេទាំងដែលការប្រកួតនេះលោកគឺជាអ្នកឈ្នះពេលនោះគូយ៉ាងឈុនបានតបទៅកាន់យ៉ុងផុងវិញថាឥឡូវតើឯងចង់បានអ្វីពេលនោះយ៉ុងផុងក៏បានអរគុណគូយ៉ាងឈុនហើយនិយាយឡើងថាដោយសារតែភាពទន់ខ្សោយនិងមិនបានការរបស់ខ្ញុំប្រហែលជាមិនទាន់យល់ច្បាស់ទាំងស្រុងនៅអ្វីដែលអ្នកប្រុសមកពីតកូលគូព្យាយាមបង្ហាត់បង្រៀនខ្ញុំឲ្យបាញ់មិញនេះទេប៉ុន្តែខ្ញុំអាចយល់យ៉ាងច្បាស់ថាអ្នកប្រុសវាយខ្ញុំមិញនេះគឺចង់ផ្ដល់មេរៀនសំខាន់បំផុតមួយដល់ជីវិតរបស់ខ្ញុំពិតជាអរគុណខ្លាំងណាស់ពេលនោះគូយ៉ាងឈុនបានធ្វើមុខគាំងរួចក៏គិតនៅក្នុងចិត្តថាស្អីគេខ្ញុំទៅបង្រៀនឯងតាំងពីពេលណាពេលនោះលោកតាស៊ិនឈុលគាត់បានសរសើរយ៉ុងហ្វុងថាគូយ៉ាងឈុនឯងមើលទៅក្មេងនោះចុះទាំងដែលទើបតែចាញ់ឯងឡើងទន់ដៃទន់ជើងទៅហើយតែវាមិនបានដេកកើតទុកឬតូចចិត្តអីបន្តិចសោះពេលនោះគូយ៉ាងឈុនលួចរអ៊ូនៅក្នុងចិត្តថាគិតទៅខ្ញុំឯនេះទៅវិញទេដែលត្រូវវឹកហាត់ក្បាច់គុណទាំងប្រថុយជីវិតស្ទើរតែងាប់ទៅហើយប៉ុន្តែចំណែកឯអាម្នាក់នេះវិញគ្រាន់តែមកវាយចាញ់ខ្ញុំមួយប្រកួតសោះក៏ដើរមកនិយាយទស្សនវិជ្ជាចេញពាក្យលយបាត់ទៅហើយពេលនោះព្រឹទ្ធាចារ្យស៊ីនឈុលបានសើចចំអកគូយ៉ាងឈុនថាអាក្អូនឯងនេះពិតជាចិត្តចង្អៀតខ្លាំងមែនគ្រាន់តែគេសរសើរសោះថាគេចូលដែរពេលនោះគូយ៉ាងឈុនបាននិយាយទៅកាន់យ៉ុងហ្វុងថាតាមពិតទៅខ្ញុំមិនមានបំណងចង់បង្រៀនអីដល់ឯងដល់ថ្នាក់ហ្នឹងទេប៉ុន្តែខ្ញុំឃើញឯងអាចទទួលយកមេរៀនបានខ្លះៗពីការប្រកួតនេះខ្ញុំក៏សប្បាយចិត្តជំនួសដែរពេលនោះយ៉ុងហ្វុងបានតបដោយក្តីគោរពទៅកាន់គូយ៉ាងឈុនថាបើនិយាយតាមត្រង់ទៅកន្លងមកខ្ញុំតែងតែគិតថាខ្លួនឯងជាអ្នកដែលមានទេពកោសល្យខ្ពស់បំផុតនៅក្នុងចំណោមសិស្សនិកាយភ្នំហូសាននេះប៉ុន្តែបន្ទាប់ពីបានប្រកួតនិងឃើញសមត្ថភាពពិតរបស់អ្នកប្រុសមកពីតកូលគូនៅក្នុងថ្ងៃនេះទើបខ្ញុំដឹងខ្លួនច្បាស់ថានៅក្នុងពិភពលោកនេះវាពិតជាទូលំទូលាយខ្លាំងណាស់ត្បិតតែខ្ញុំគិតថាខ្លួនឯងជាអ្នកខ្លាំងក៏ប៉ុន្តែនៅមានអ្នកដែលមានសមត្ថភាពខ្លាំងជាងខ្ញុំទៅទៀតខ្ញុំជឿជាក់យ៉ាងច្បាស់ថាដើម្បីទទួលបានសមត្ថភាពដ៏ខ្លាំងពូកែដល់ថ្នាក់នេះអ្នកប្រុសមកពីតកូលគូច្បាស់ជាបានខិតខំប្រឹងប្រែងហ្វឹកហាត់ក្បាច់គុណយ៉ាងលំបាកវេទនាខ្លាំងលើសពីមនុស្សធម្មតាបាត់ទៅហើយពេលនោះគូយ៉ាងឈុនបានគិតនៅក្នុងចិត្តថាខ្ញុំពិតជាស្អប់អាម្នាក់នេះខ្លាំងណាស់ព្រោះវាមកនិយាយដូចជាដឹងរឿងច្បាស់អញ្ចឹងព្រោះការពិតទៅខ្ញុំខ្លាំងក៏ដោយសារតែមានថាមពលបិសាចនិងវិញ្ញាណតាម្ចាស់នេះជួយសោះពេលនោះលោកតាស៊ិនឈុលបាននិយាយប្រាប់គូយ៉ាងច្រើនថាឯងឆាប់បិទមាត់ឯងព្រាមទៅអាកូនឯងស្ដាប់វានិយាយចប់សិនទៅមើលគូយ៉ាងច្រើនបានតបទៅព្រឹទ្ធាចារ្យស៊ិនឈុលវិញថាកញ្ចាស់និយាយស្រួលណាស់នេះវាជាការគិតនៅក្នុងខួរក្បាលខ្ញុំតាឲ្យខ្ញុំធ្វើម៉េចបិទមាត់ទៅអាកំណត់នឹងវាកំពុងរត់ពេញ
ងខួរក្បាលខ្ញុំទៅហើយស្រាប់តែពេលនោះយ៉ងផងក៏បានធ្វើការគោរពគូយ៉ាងឈុនម្ដងទៀតចំណែកឯគូយ៉ាងឈុនវិញធ្វើទឹកមុខធម្មតាហើយក៏បាននឹកឃើញដល់ការពិជាតិមុនដែលខ្លួនបានសម្លាប់យ៉ងផងសាច់រឿងបានកាត់មកកន្លែងមួយទៀតយើងក៏បានឃើញសូអាកំពុងស្រែកប្រាប់លោកតានាងថាតើលោកតាមានឃើញទេអំបញ្ញមិញអ្នកប្រុសគូយ៉ាងឈុនបានវាយអាប៉ែមួយមកពីបាក់ភ្នំហួរសានឡើងប៉ើងរួចហើយអាប៉ែនោះក៏ចាញ់តែម្ដងទៅអ្នកប្រុសទូចគូយ៉ាងឈុនពិតជាខ្លាំងណាស់លោកតាសូអាបាននិយាយផងកាយវិការផងដែលធ្វើឲ្យកូនសិស្សនៅក្នុងបរិវត្តសានៅចិត្តនោះមានការខ្មាស់យ៉ាងខ្លាំងពេលនោះបានធ្វើឲ្យលោកតាមូនបាននិយាយប្រាប់សូអាថាសូអានិយាយតិចតិចក៏មាត់លើពេកក្រែងលនកូនសិស្សនៃបរិវត្តសានគេលើខឹងណាស់ពេលនោះសូអាបានបដូរទឹកមកភ្លាមហើយនិយាយទៅលោកតានាងថាអូមែនហើយមានរឿងដែលសំខាន់ជាងនេះទៅទៀតលោកតាពេលនោះលោកតាមូនបានធ្វើទឹកមុខឆ្ងល់យ៉ាងខ្លាំងតើមានរឿងកើតអីមែនទេសូអាបាននិយាយប្រាប់លោកតាមូនថាគឺអ្នកប្រុសគូយ៉ាងឈុនចិត្តភ្ជាប់ពាក្យហើយលោកតាពេលនោះលោកតាមូនបានតបទៅវិញថាអូមែនហើយតានេះមិនមែនជារឿងដ៏គួរឲ្យត្រេកអរទេអីចៅស្រីពេលនោះស្រាប់តែសូអាបានស្រែកមួយទំហឹងដាក់លោកតានាងដែលធ្វើឲ្យលោកតាមូនមានអារម្មណ៍ចម្លែកនឹងទង្វើចៅស្រីរបស់ខ្លួនពេលនោះសូអាបាននិយាយទាំងអន់ចិត្តថាលោកតាតាមពិតទៅសូអាមិនបានដឹងថាពាក្យភ្ជាប់ពាក្យនឹងវាមានន័យដូចម្ដេចទេបន្ទាប់មកសូអាក៏បានធ្វើចរិតក្មេងតូចដោយស្រែកប្រាប់លោកតានាងថាមិនព្រមដាច់ខាតមានតែសូអាម្នាក់គត់ដែលអាចនៅក្បែរនិងធ្វើរឿងអ្វីគ្រប់យ៉ាងជាមួយអ្នកប្រុសតូចគូយ៉ាងឈុនលោកតាឆាប់ទៅប្រាប់ស្រីម្នាក់នោះទៅបើចង់ជួបអ្នកប្រុសគូយ៉ាងឈុនតើតែសុំការអនុញ្ញាតពីសូអាជាមុនសិនពេលនោះលោកតាមករៀបនឹងពន្យល់ពាក្យភ្ជាប់ពាក្យនឹងទៅកាន់សូអាទៅហើយតែសាច់រឿងក៏បានបញ្ចប់ទៅត្រឹមនេះ